សួស្តីអ្នកនរគ្នាវីដេអូនេះសម្រាប់អ្នកដែលទៅនឹងរៀនលេង PUBG ដៃថ្មីអ្នកលេងថ្ងៃទី1តែម្ដងណាចឹងដើម្បីលេង PUBG ស្រួលមុនដំបូងយើងតែកំណត់ graphic ជាមុនសិនចូលមក setting ចូលមកពាក្យថា graphic ដែលខ្ញុំដាក់សញ្ញាមេដៃហ្នឹងកន្លែងហ្នឹងយើងកំណត់ឲ្យលើ graphic ខាងលើជួរខាងលើ smooth ជួរខាងក្រោមយើងអាចដាក់កាន់តែខ្ពស់កាន់តែល្អបងប្អូនអញ្ចឹងកន្លែង graphic វាមានច្រើនវាមាន smooth វាមាន balance HD អីចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍ដាក់20 frame ឲ្យបងប្អូនមើលកន្លែង save power មិញណានៅពេលដែលយើងដាក់20 frame គឺផ្ទាំងស៊ីបដៃយឺតមែនទេបងប្អូនយឺតទៅចិត្តមែនទេណាអញ្ចឹងយើងចូលមក graphic មួយទៀតកន្លែងខ្ញុំដាក់90 frame ម្ដងឬក៏ហៅថា90 fps ហ្នឹងឯងយើងចូលមកទៅនឹងមកហើយចុចបន្តលើហ្នឹងវានឹងទៅ fps 90តែម្ដងកន្លែងហ្នឹងអញ្ចឹងនេះរត់រឹងលឿនអាហ្នឹងនៅពេលដែលយើងលេងគេមើលមកឃើញប៉ុណ្ណឹងបើគេឃើញយឺតទៅគេអត់ដឹងគេបាញ់យើងអត់ត្រូវទេប៉ុន្តែយើងគឺរត់ smooth ប៉ុណ្ណឹងបន្តមកទៀតខ្ញុំសាកមកដាក់120 frame ជាមួយតើយើងរត់លឿនបានប៉ុណ្ណានេះល្បឿនរបស់យើងមើលឃើញខ្លួនអញរត់ហើយនឹងមើលឃើញគេយឺតគឺយឺតតាមហ្នឹងគេលឿនគឺលឿនតាមហ្នឹងអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺលេង90 frame ទេឥឡូវខ្ញុំសាកដាក់20 fps ឬក៏ save power ហ្នឹងកន្លែងហ្នឹង power saving ជាមួយតើខ្ញុំលេងល្មិចបាញ់រ៉េបងប្អូនខ្ញុំតបអត់ស្រាប់ទេខ្ញុំលេងពិបាកហ្មងខ្ញុំលេងអាការដែរបងប្អូនខ្ញុំលេងអាការទេសម្រាប់20 fps គឺខ្ញុំលេងអាការទេចុះសម្រាប់ខ្ញុំគឺលេង90បងប្អូននេះតម្រូវដៃរបស់ខ្ញុំប៉ុន្តែថាដាក់90ហ្នឹងគឺស៊ីភ្លើងខ្លាំងគូសមឲ្យបងប្អូនឆាប់ក្តៅទូរស័ព្ទក៏ដូចជា iPad ហ្នឹងឆាប់ក្តៅតែវាត្រូវដៃរបស់ខ្ញុំដាក់120វាធ្វើឲ្យតាក់វិញទេវាក្តៅ iPad ខ្ញុំយកមករួចទេវាលេងបើខ្ញុំមកកណាត់ដៃគឺតាក់យកបដ ாய் វាខ្សោយចឹងមុនដំបូងបន្តមកទៀតយើងចូលមក sensitivity ហើយយើងកន្លែង lens នេះគឺ ADS បងប្អូនADS ហ្នឹងយ៉ាងម៉េច ADS ហ្នឹងគឺយើងប្រើម្រាមដៃអុសលើអេក្រង់សពតែម្ដងបងប្អូនមើលដៃរបស់ខ្ញុំគឺខ្ញុំប្រើម្រាមដៃអុសសតទេណានេះ ADS សម្រាប់បងប្អូននៅលេងម្រាមច្រើនអាច ADS បានហើយបន្តមកទៀតយើងចូលមក sensitivity ដដែលបើកពាក្យថា Giro បងប្អូន Giro នេះគឺបវល iPad បានបវលឆ្វេងស្ដាំលើក្រោមអញ្ចឹងណាពេលខ្លះខ្ញុំចូលអេក្រង់អត់ដែរសម្រាប់ always on នេះគឺថា Giro គ្រប់ពេលវេលាបងប្អូនមានន័យថាយើងងាកទៅឆ្វេងវាងាកមកតាមងាកទៅស្ដាំវាងាកតាមឡើងលើចុះក្រោមវាងាកតាមរហូតអញ្ចឹងណាហើយបើអានេះសម្រាប់ always on គឺខ្ញុំលេងអាហ្នឹងហើយសម្រាប់ scope on តទៅពេលយើងបើក scope បានវាដើរនៅលើ mode Giro អញ្ចឹងខ្ញុំបើកនៅលើ always on អញ្ចឹងយើងញ៉ាំ iPad មិនគឺវាញាក់តាមអញ្ចឹងប្រាប់បងប្អូនលេងថ្មីពិបាកបន្តិចតែយូរទៅត្រឡប់ហើយបងប្អូនដូចបងប្អូនឃើញហ្នឹងអញញាក់ពិបាកអញ្ចឹងណាវានឹងពិបាកតែបងប្អូនបើអាចរៀនលេង always on បានល្អតែទូរស័ព្ទខ្លះឮថាអត់មានGiro ទេទូរស័ព្ទតែខ្ញុំប្រើទូរស័ព្ទតែមួយគ្រឿងអីចឹងណាតែអញ្ចឹងខ្ញុំមិនដឹងទូរស័ព្ទផ្សេងមិនទេបន្តមកទៀតយើងចូលមកកាន់ sensitivity ដដែលអញ្ចឹងខាងលើសម្រាប់បងប្អូនអ្នកដៃថ្មីដូចខ្ញុំកន្លែងដាក់សញ្ញាមេដៃហើយវាមាន low វាមាន medium high most used season expert អញ្ចឹងកន្លែងនេះគឺកំណត់ sensitivity ក៏ដូចជា setting ដែលដាក់ scope កំណត់អីចឹងហើយយើងចុចនៅលើពាក្យ low ឥឡូវខ្ញុំសាក setting ដែលក្រោមគេបងសម្រាប់អ្នកថ្មីគឺខ្ញុំអុសអត់ចង់មកបងប្អូនតែបាញ់រឹងនឹងដែរតែអត់ចង់មកអុសដៃអត់ចង់មកកាត់ Giro ក៏អត់ចង់មកដែរវាត្រូវដៃរបស់ខ្ញុំទេចាសម្រាប់ខ្ញុំចុចយក season expert បងប្អូនហើយខ្ញុំអត់មានសេរីណាទៀតទេគឺខ្ញុំចុចតាមវាទៅពេលដែលយើងចុចកំណត់ខាងលើមិញហ្នឹងកន្លែង low medium ហ្នឹងលេខវានឹងគឺបដូរតាមតម្លៃរបស់វាចុច high វាលោតតាម high ចុច low វាលោត low medium អញ្ចឹងវាលោតតាមហ្នឹងតាមតម្លៃលេខអាហ្នឹងគឺសេរីមកពី PUBG យកតែម្ដងហើយសម្រាប់បងប្អូនអ្នកដៃថ្មីរៀនចុចតាមហ្នឹងក៏ល្អហើយបាញ់តម្រូវដៃគឺថាបងប្អូនបាញ់រៀងរេអញ្ចឹងណាតែតម្រូវតាមវាទៅមិនបាច់ចាំសេរីទៅឡើងទេលេខអីទៀតក៏បានដែរដូចខ្ញុំដាក់ season expert ទៅត្រូវដៃរបស់ខ្ញុំយកខ្ញុំចុចដាក់ទាំងអស់ត្រូវទាំងអស់ទាំងគុណប្រមាណក៏ខ្ញុំរៀនតាមដែរដំបូងបាញ់អត់ត្រូវដូចបងប្អូនអញ្ចឹងដំបូងហើយខ្ញុំអរគុណបងឆេងលឹមធីដែរដែលគាត់ឲ្យខ្ញុំរៀនលេងរៀន4ដំបូងហើយរៀនលេង Giro បើអត់គាត់ទេជីវិតខ្ញុំគឺស្បៃឯក្នុងហ្គេម PUBG មួយមិនថាហ្គេមណាក៏ដោយហើយដំបូងឡើងខ្ញុំថាតែគាត់ទេចឹងកន្លែងនេះកន្លែងមុខភិចបងប្អូនងាកកន្លែងភិចឯកន្លែងមិញកន្លែងភិចមើលសិនភិចបងប្អូនចឹងភិចបន្តមកទៀតយើងចូលមក control មកកន្លែងនេះ scope សម្រាប់មុខងារ scope បងប្អូនយ៉ាង tab នេះយើងចុច
ជាប់ម្ដងទៅបតក់សម្រាប់ឲ្យលេងម្រាម2ល្អចុចតែម្ដងហើយគឺវាជាប់ scope តែម្ដងខ្ញុំដកដៃក៏វានៅតែជាប់ scope ដែរនឹងសម្រាប់ឲ្យលេងម្រាមតិចគឺល្អម្រាមតិចម្រាម2ជួយលើពាក់ tab ចឹងទៅគឺវាជាប់ខ្លួនឯងកាលមុនខ្ញុំលេងអញ្ចឹងបងប្អូនខ្ញុំលេងអញ្ចឹងលេងចុច tab នឹងឯងហើយសម្រាប់អ្នកដែលលេងម្រាម4គឺចុចនៅលើពាក្យ hole បងប្អូន hole គឺយើងដកដៃទៅក៏វាដកដែរតែពេលដែលអ៊ីនធឺណិតយើងខ្សោយគឺវាជួយបានច្រើនតោះមកទៀតយើងដូរ scope លះបងប្អូនកន្លែងនេះដូរ scope លះចុចដូរលះបងប្អូនចង់បងប្អូនចុចម្រាមប្រមាណក៏ស្រួលដែរវាងាយស្រួលនៅក្នុងយើងដូរ scope ចុចដូរពីក្រៅតមកទៀតកន្លែងនេះ disable គឺបិទទៅគឺបាត់ឲ្យកន្លែងដូរ scope ហ្នឹងបងប្អូនបើចង់ដូរតើដូរក្នុងកាតាបចុចនៅលើកាតាបបើវា load scope វិញអញ្ចឹងវារឿងយឺតយ៉ាវបន្តិចបងប្អូនកន្លែងហ្នឹងចាសម្រាប់ខ្ញុំគឺដូរ scope លះសម្រាប់ technique វាជួយយើងទៅវាធ្វើឲ្យយើងបាន kill ច្រើនក៏ដូចជាយើងមានភាពងាយស្រួលនៅក្នុងការលេងសប្បាយចិត្តក្នុងការលេងដែរបន្តទៀតកន្លែងនេះកន្លែងយើងតម្លាក់គុណ6តម្លើងគុណ6គុណ6ភាគច្រើនខ្ញុំបាញ់តម្លាក់បងប្អូនបើវារឿងហ្នឹងវាមក setting គុណ3នេះយើងចូលចឹងទៅយើងទាញតម្លាក់ទាញតម្លើងទាញតម្លាក់ទាញតម្លើងសម្រាប់គុណកន្លែងហ្នឹងបើយើងចុចនៅលើពាក្យ tab យើងចុចបតក់ខ្ញុំពិបាកនិយាយបងប្អូនតបតក់បន្តមកទៀតយើងបើកមុខងាកឆ្វេងស្ដាំងាកឆ្វេងស្ដាំភិចយើងបើកទៅវាមានងាកឆ្វេងងាកស្ដាំអញ្ចឹងដែលបង្ហាញអញ្ចឹងណាដល់ពេលដែលយើងបិទអាហ្នឹងចេញគឺអត់មានងាកទេដោយសារតែ control របស់ខ្ញុំគឺខ្ញុំដាក់ឲ្យបងប្អូនមើលឃើញទេដើម្បីឲ្យបងប្អូនស្រួលបងប្អូនមើល game ហើយសម្រាប់បងប្អូនដែលចង់ stream live អីគឺបងប្អូនរៀនលេងអញ្ចឹងទៅបិទអស់អញ្ចឹងទៅក៏ល្អដែរអាកន្លែង disable នេះគឺយើងបិទភិចចេញតមកខាងក្រោមនេះគឺយើងចុចជាប់មានន័យថាភិចហ្នឹងយើងចុចដកដៃទៅវាដកតាមយើងដែរលើពាក្យ hole បើយើងចុចលើពាក្យ tab យើងដកដៃក៏វានៅតែងាកកដែរអញ្ចឹងឥឡូវខ្ញុំសាកងាកបងប្អូនមើលគឺងាកទៅវាងាកដកដៃទៅវាដកដៃអានឹងចុចកន្លែងពាក្យ hole សម្រាប់បងប្អូនរៀន4ល្អតែបើបងប្អូនរៀន2ចុចនៅលើពាក្យ tab ល្អពួកបងប្អូនរៀន2នឹងពិបាកបន្តិចដូចខ្ញុំរៀនច្រើនអញ្ចឹងវាស្រួលអញ្ចឹងបន្តមកទៀតយើងចូលមកកាន់កន្លែង tab កន្លែងចុចដកដៃទៅក៏វានៅតែងាកនេះ tab ឆ្វេងស្ដាំវានៅតែជាប់ទេនឹងសម្រាប់បងប្អូនដែលរៀនតិចល្អតើបងប្អូនរៀនលេងរៀន4ចុចដាក់ hole ទៅបងប្អូនល្អជាងឲ្យតែមានពាក្យ hole គឺល្អទាំងអស់ដល់ពេលខ្សោយអ៊ីនធឺណិតក៏វាជួយយើងបានច្រើនដែរបន្តមកទៀតយើងបដូរមកកាន់មុខងារខាងនេះកន្លែង advanced control អញ្ចឹងកន្លែងនេះគឺសំឡេងបាញ់ត្រូវក្បាលបងប្អូនបាញ់ត្រូវក្បាលតែវាលឺប៉ាំងម៉ាំងបើយើងបិទអាហ្នឹងក៏លឺទេបាទកណ្ដឹងបានល្អបងប្អូនអាកន្លែងនេះបិទខ្ញុំបានតែបង្ហាញទេបងប្អូនហើយ setting មួយចំនួនទៀតខ្ញុំអត់បានបង្ហាញទេបងប្អូនព្រោះសារច្រើនខ្ញុំអត់សូវច្បាស់អញ្ចឹងកន្លែងនេះយើងរត់លឿនបងប្អូនទម្លាក់0មកគឺរត់យឺតដូចបោកដែរបងប្អូនអានេះបាញ់កកាទេចាប់ហើយបន្តមកទៀតយើងបើកឲ្យកប់មកគឺរត់លឿនវិញហើយអញ្ចឹងការរបៀបរត់លឿនមានមួយតង់ទៀតតែដោយសារតែវីដេអូនេះមានត្រឹមតែ10នាទីអញ្ចឹងខ្ញុំមិនអាចបង្ហាញបានអស់ទេកន្លែងនេះរបៀបមើលទលាយការមើលទលាយ TPP គឺមិនបានន័យថាមើលឃើញមនុស្សមើលឃើញខ្លួនឯងចឹងឥឡូវខ្ញុំមើលឃើញអានោះអស់ទីទៀតខ្ញុំទៅតម្លាក់លេខនេះចេញនេះតម្លាក់មក80កន្លែង TPP 80អាជួរខាងលើវាមានជួរលើមានជួរក្រោមពេលតម្លាក់ទៅឃើញថាដាច់ឈើដែរបងប្អូនឃើញដាច់ដែរមិញគឺឃើញទលាយឈើហ្នឹងឥឡូវឃើញដាច់ពេលខ្ញុំតម្លាក់មក80ពេញដូចជា90មិញបន្តមកខ្ញុំចូលមកបើកវិញមករក advanced control បើកមក90វិញបើកមក90គឺវាឃើញទលាយបន្តមកទៀតបើក app នេះគឺអត់ឃើញមនុស្សទេឥឡូវខ្ញុំដាក់ឲ្យឃើញសល់បន្តិចបើកហ្នឹងបើកពេញសល់បន្តិចទីទៀតខ្ញុំទៅតម្លាក់ app វិញនៅពីក្រោម TPP មិញទេនេះ103ពេញចង់តម្លាក់មក80ទីទៀតឃើញឈើនឹងពេញឲ្យឃើញអត់ទលាយបងប្អូនឃើញទេបាច់ឈើពីអត់ទលាយហ្នឹងតម្លាក់ហើយបងប្អូនបើអាចបើកពេញទៅឃើញកាន់តែទលាយល្អធម្មតាបើកពេញទាំងអស់ឲ្យមានកាន់តែច្រើនកាន់តែល្អបងប្អូនហើយបងប្អូនលេងកាតត្រូវដែរអញ្ចឹងណាតើកន្លែងនេះmark style បងប្អូនចុចទីតាំងបងប្អូនចុចទីតាំងនេះអាទំនើបចុងក្រោយគេដាក់មេដាយសញ្ញាមេដាយបងប្អូនចុច modern គឺវា load អាសេរីក្រោយខ្ពស់ល្អចុច map ចុចទីតាំងអញ្ចឹងទៅវា load មួយ load ខ្ពស់មួយ load ទាបមួយ load ធម្មតា
Mark នេះ the ធម្មតា location. classic គឺធម្មតាមែនទែនហើយបើបងប្អូនចុច modern គឺវាវែងបងប្អូនលោតទីតាំងវែងស្រួលគ្នាយើងមើលបើយើងលេងមានគ្នាជួយបន្តមួយទៅនោះទីតាំងវាលោតចេះពីខុសគ្នាអញ្ចឹងបងប្អូនខុសគ្នាតែបន្តិចទេអានោះលោតឆ្ងាយគេដែរឆ្ងាយស្រួលមើលមែនទែនហ្មង modern ដូចជាអត់មានអីទៀតទេបងប្អូនដូចជាអស់ហើយ Mark the នឹងរៀន location. ចូលបងប្អូនមើលអាធម្មតានោះ classic Mark the location. មើលឃើញម៉ែត្រពិបាកមើលបងប្អូនអញ្ចឹងដូចជាអស់វីដេអូអីបងប្អូនហើយសម្រាប់បងប្អូនដែលទៅវីដេអូហ្នឹងគឺអូមឡងទៅអញ្ចឹងអរគុណបងប្អូនអ្នកគ្នាសង្ឃឹមថាបងប្អូនចែកម្លែកវីដេអូនេះបានច្រើនទៅកាន់អ្នកដែលអត់ចេះអ្នកថ្មី